ឧរូបសំណាក់មេតបខ្មែរសង់បែរមកទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលជួសឆាយកំទេចរូបសំណាក់តាអ៊ុដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតនៅភូមិអានសេះឃុំចំសានស្រុកចំសានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ុម្លេះតើរូបសំណាក់លោកតាអ៊ុមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះរាជគុណនឿនសុភាបានដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុគឺជាមេតបខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង់អាចក្លាហានជាង 2000 នាក់ទៅទិសខាងជើងដើម្បីបង្ក្រាបទ័ពសៀមបន្ទាប់ពីនោះបានធ្វើដំណើរមកដល់ចំណុចច្រកអាននេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចលាក់នឹងលាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យជប់សម្រាប់ចំនួន3ថ្ងៃដើម្បីរៀបក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះឈ្មោះនោះក៏តមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះក៏បានជាប់ឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកចំសានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើក្នុងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧដុនប្រទេសថៃរូបសំណាក់តាអ៊ុដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់រងសឹកព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានកសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះហើយទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុនេះក្នុងចំនួនពីរលើកកាលពីថ្ងៃទី24ដល់28ខែកក្កដាហើយថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូ